ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីមានការឯកភាពគ្នាក្នុងការកំណត់តំបន់ដែលបានសិក្សារួចដើម្បីជ្រើសរើសទីតាំងរៀបចំផ្ទះជូនបងប្អូនជនភៀសសឹកតាមបណ្ដាព្រំដែនកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីអាដាមនាយឧត្តមសេនីយ៍គុណគឹមទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុវជនកម្ពុជានិងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រមទាំងចូលរួមតាមរយៈប្រព័ន្ធអនឡាញពីរដ្ឋបាលខេត្តនិងមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសរយោដីទាំង5ខេត្តរួមមានខេត្តបាត់ដំបងបន្ទាយមានជ័យពោធិ៍សាត់ឧត្តរមានជ័យនិងព្រះវិហារផងដែរនេះបើយោងទៅតាមកិច្ចប្រជុំអន្តរក្រសួងស្តីពីការជ្រើសរើសទីតាំងក្នុងការរៀបចំផ្ទះជនភៀសសឹកតាមបណ្ដាព្រំដែននៅទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នៅថ្ងៃទី26ខែមករាឆ្នាំ2026នេះ